នៅក្នុងវីដេអូនេះយើងនឹងមកនិយាយពីការហាត់និយាយព្រោះនៅពេលដែលយើងនិយាយចេញមកយើងមានអារម្មណ៍ថាខ្លាចយើងនិយាយចេញមកខុសគេឬក៏យើងនិយាយចេញមកឲ្យនឹងគេប្រកាន់ពាក្យរបស់យើងហើយដល់ពេលមានអារម្មណ៍អស់ហ្នឹងគឺយើងនិយាយតែក្នុងចិត្តទេយើងនៅស្ងៀមមិនមែនអត់និយាយមួយគេតែនិយាយមួយខ្លួនឯងនិយាយក្នុងចិត្តយើងជជែកនៅក្នុងចិត្តរបស់យើងថាពាក្យហ្នឹងគួរនិយាយចេញមកក្រៅឬក៏អត់ពាក្យហ្នឹងនិយាយទៅរបៀបម៉េចត្រូវយើងតែជជែកក្នុងចិត្តរហូតអញ្ចឹងភេទបទលើកនេះយើងនិយាយធ្វើមិនឲ្យពាក្យក្នុងចិត្តយើងខ្លាចជាពាក្យចេញក្រៅឲ្យវាមានសម្លេងតែម្ដងហ្នឹងហើយព្រោះសម្រាប់ខ្ញុំធីបទី1បើសិនជាយើងមនុស្សអត់ចេះនិយាយគួរតែរាប់អានមនុស្សដែលប្រកែកនិយាយជាងគេឧទាហរណ៍ថាក្នុងចំណោមមិត្តភ័ក្តិយើងអញ្ចឹងណាព្រោះមនុស្សដែលប្រកែកនិយាយយើងអត់ប្របាអីក្នុងការធ្វើមិត្តភ័ក្តិមួយគេឲ្យតែយើងបើកចិត្តយើងចង់ចិត្តស្និទ្ធមួយគេគឺងាយស្រួលជាងមនុស្សដែលយើងអត់ចេះនិយាយដូចគ្នាហើយយើងធ្វើមិត្តភ័ក្តិគ្នាសម្រាប់ខ្ញុំអត់សូវជាប្រកែកនិយាយមកនេះអញ្ចឹងកៅមានអីដែលចែកម្លែកច្រើនជាងនឹងតិចបានអត់ទី1គឺយើងរាប់អានមួយមិត្តភ័ក្តិដែលប្រកែកនិយាយជាងគេព្រោះមិត្តភ័ក្តិដែលប្រកែកនិយាយហ្នឹងនឹងនាំឲ្យយើងស្គាល់មនុស្សផ្សេងទៀតអញ្ចឹងយើងអាចវឹកហាត់និយាយមួយបន្តិចម្ដងការវឹកហាត់នៅក្នុងការនិយាយតើតែយើងនិយាយបានយើងអាចវឹកហាត់បានហើយទី2គឺយើងត្រូវរើប្រធានបទណាដែលយើងមានជំនាញបានន័យថាបើសិនជាយើងនិយាយមួយមនុស្សថ្មីមិត្តភ័ក្តិថ្មីបើសិនជាយើងអត់មានចំណេះដឹងខាងហ្នឹងកុំព្យាយាមនិយាយទាំងយើងអត់ដឹងរឿងព្រោះការដែលនិយាយរបស់យើងវាពេលខ្លះអាចភ្លាវអាចអីធ្វើឲ្យយើងហ្នឹងដូចថាលែងចង់និយាយទៀតតែព្រោះមានអារម្មណ៍ថាគេអត់ពេញចិត្តហើយទី3មិនឲ្យយើងនិយាយបានសិនចង់និយាយអីយើងព្យាយាមនិយាយចាប់ដើមពី1ម៉ាត់2ម៉ាត់3ម៉ាត់ក៏ដោយយើងព្យាយាមនិយាយកុំរំពឹងថាការនិយាយលើកទី1បានល្អបំផុតយើងវឹកហាត់បន្តិចម្ដងទៅពេលខ្លះយើងនឹងអត់ដឹងខ្លួនថាឥឡូវយើងទៅជានិយាយច្រើនជាងមុនតែធ្លាប់អត់ពេលខ្លះមានមិត្តភ័ក្តិយើងឬក៏អ្នកផ្សេងមកថាមិនឥឡូវនិយាយច្រើនជាងមុនម៉េះទាំងតែយកអត់ដឹងខ្លួនទេថាយើងនិយាយច្រើនជាងមុនមិនគេថាវ័យកាន់តែចាស់ទៅកាន់តែនិយាយច្រើនទេមិនអញ្ចឹងទេម៉ែទេបើសិនជាតាមទ្រឹស្ដីគេមនុស្សកាន់តែចាស់ទៅកាន់តែនិយាយតិចជាងមុនព្រោះខ្លាចនិយាយច្រើនខុសច្រើនចាស់ឃើញគាត់ល្អច្រើនអានឹងជាបញ្ហាដែរអត់ចាស់ល្អច្រើនព្រោះពេលខ្លះគាត់ឃើញក្មេងៗធ្វើអីខុសតាមប៉ុន្តែចាស់គាត់ល្អច្រើនមកពីពេលខ្លះពេលគាត់នៅក្មេងគាត់ធ្លាប់ធ្វើទង្វើនឹងខុសហើយពេលគាត់ឃើញយើងអញ្ចឹងគាត់អត់ចង់ឲ្យយើងខុសដូចគាត់ទេគាត់ចេះតែស្ដីឲ្យចេះតែបដៅអញ្ចឹងធ្វើឲ្យមនុស្សចាស់ខ្លាចចេះនិយាយច្រើនតាមពិតការនិយាយច្រើនរបស់គាត់ក៏ចង់ឲ្យយើងល្អដែរគ្រាន់ថាពេលខ្លះគាត់អត់ចេះវិធីនៅក្នុងការនិយាយថាធ្វើមិននិយាយឲ្យគេស្ដាប់ការនិយាយហើយការចេះកំហឹងខុសគ្នាបើសិនជាយើងចង់ឲ្យមនុស្សម្នាក់ហ្នឹងកែប្រែយើងអត់គួរនិយាយរបៀបចេះកំហឹងទេព្រោះការចេះកំហឹងវាគ្រាន់ឲ្យចិត្តយើងធូរស្រាលតែយើងអាចកែប្រែមនុស្សម្នាក់ទៀតបានទេអញ្ចឹងការនិយាយឲ្យមនុស្សម្នាក់កែប្រែគឺមិនជារឿងងាយទេតែថាយើងស្ដីឲ្យគេមួយម៉ាត់ដឹងគេកែវាមិនត្រូវមានដំណាក់កាលវាត្រូវមានផែនការត្រូវមានការបញ្យល់ការបកស្រាយហើយត្រូវមានផុសតាងទៀតបានធ្វើអាចឲ្យមនុស្សម្នាក់កែប្រែបានព្រោះចិត្តមនុស្សយើងបើសិនជាយើងគិតអីមួយហើយមិនមែនត្រឹមពាក្យសម្ដីមួយម៉ាត់ដែលធ្វើឲ្យយើងកែប្រែត្រូវមានគេហៅថាធំបំផុតគឺផុសតាងចង់កែប្រែមនុស្សម្នាក់បានត្រូវមានផុសតាងឲ្យគេដឹងថាអ្វីដែលគេធ្វើថ្ងៃក្រោយហ្នឹងនឹងមានបញ្ហាបែបនេះថាសំដៅលើលទ្ធផលមែនទេសម្រាប់ខ្ញុំខ្ញុំវឹកហាត់ការនិយាយមកដល់ពេលហ្នឹងព្រោះខ្ញុំពីមុនខ្ញុំអត់សូវចេះនិយាយទេអ្វីដែលខ្ញុំវឹកហាត់មកដល់ពេលហ្នឹងគឺខ្ញុំអានច្រើនខ្ញុំស្ដាប់ច្រើនដល់ពេលខ្ញុំមានកំណត់ច្រើនខ្ញុំក៏អាចនិយាយច្រើនកំកាលមុនវិញគឺក្រាំងនៅនឹងហ្មងដូចដុំថ្មអញ្ចឹងដាក់ណាគឺនៅនឹងការនិយាយស្ដីបើសិនជាយើងនិយាយឲ្យប៉ះពាល់ផ្លូវចិត្តគេមិនជាហៅថាការនិយាយស្ដីដែលល្អទេមនុស្សប្រកែកនិយាយហើយមនុស្សដែលគេចូលចិត្តច្រើនគឺផ្សេងពីគ្នាអ្នកខ្លះនិយាយច្រើនតែគេស្អប់ច្រើនក៏មានដែរអញ្ចឹងបើសិនជាយើងចង់វឹកហាត់នៃការនិយាយបើជំហានដំបូងកុំឲ្យមានបញ្ហាឬក៏យើងមានផលប៉ះពាល់គឺយើងនិយាយតែពាក្យដែលល្អចង់ស្គាល់ណាគេម្នាក់យើងអាចនិយាយពីចំណុចល្អរបស់គេមុនអាចស្ដាប់ពីរឿងគេមុនអញ្ចឹងធ្វើឲ្យការនិយាយរបស់យើងអត់មានដូចថាគេស្អប់យើងទេបើសិនជាយើងមនុស្សអត់ចេះនិយាយតែមួយម៉ាត់ហើយគេស្អប់ទៀតអញ្ចឹងយើងមានទឹកចិត្តណាក្នុងការនិយាយបន្តទៀតត្រូវអត់ដូចកៅបានចែកម្លែកមកច្រើននេះធ្វើឲ្យខ្ញុំកាន់តែដឹងច្រើនតាពីរបៀបក្នុងការហាត់និយាយពីព្រោះថាទាំងអស់ហ្នឹងបើសិនជាយើងមានសិល្បៈក្នុងការហាត់និយាយទេយើងក៏អត់អាចទៅនិយាយជាមួយអ្នកដទៃចុះសម្រុងបានដែរបើសិនជានិយាយមួយម៉ាត់ហើយគេស្អប់ទៀតយើងក៏អត់អាចទៅនិយាយជាមួយគេបន្តទៀតបានដែរ
ការដែលខ្ញុំចែកម្លែកវិធីសាស្ត្រនៅក្នុងការនិយាយមិនមែនបានន័យថាខ្ញុំជាមនុស្សបកកាយនិយាយទេព្រោះតែខ្ញុំជាមនុស្សដែលមិនចេះនិយាយហ្នឹងហើយបានខ្ញុំអាចចែកម្លែកវិធីសាស្ត្រធ្វើមិនឲ្យយើងអាចនិយាយតាក់ទងមួយអ្នកផ្សេងបានពីព្រោះថាយើងរស់នៅគឺរស់នៅទាំងអស់គ្នាយើងត្រូវមានប្រស័យតាក់ទងគ្នាបើមិនជាយើងជាមនុស្សអត់ចេះនិយាយហើយយើងនៅតែម្នាក់អាចបានអូខេខ្ញុំអត់ជំរុញថាឲ្យយើងធ្វើខុសពីបេះដូងយើងទេតែបើសិនជាឧទាហរណ៍ថាយើងអត់ចេះនិយាយហើយយើងចង់វឹកហាត់នៅក្នុងការនិយាយដើម្បីមានទំនាក់ទំនងល្អដើម្បីការងាររកស៊ីអញ្ចឹងយើងអាចធ្វើកលឹះខ្លះដូចតែខ្ញុំនិយាយខាងលើហ្នឹងមក ព្រោះអ្វីដែលកែវនិយាយហ្នឹងគឺខ្ញុំគិតថាមានចំណុចល្អច្រើនមែនទែនបើសិនយើងយកទៅអនុវត្តប្រហែលជាអាចនឹងទទួលបានផលច្រើនហើយខ្ញុំក៏កំពុងតែយកទៅអនុវត្តដែរក្នុងការវឹកហាត់ហ្នឹងណាខ្ញុំភាគច្រើនខ្ញុំពង្រឹងខ្លួនខ្ញុំទៅលើការអានសៀវភៅឬក៏ការស្ដាប់ហ្នឹងហើយខ្ញុំក៏យកគំនិតទាំងអស់ហ្នឹងយកមកចែកម្លែកបន្តទៅដល់អ្នកអតីតបន្តទៀតដូចតែខ្ញុំមើលសៀវភៅមួយក្បាលនោះដែរខ្ញុំអត់ចាំចំណងជើងទេប៉ុន្តែសៀវភៅហ្នឹងគឺគេនិយាយថាបើសិនជាមានអ្នកណាមួយជូនអំណោយដល់យើងណាហើយយើងបានបង្ហាញវត្ថុហ្នឹងទៅដល់អ្នកម្ចាស់កាដូហ្នឹងហើយដល់ពេលទៅធ្វើឲ្យអ្នកម្ចាស់កាដូហ្នឹងក៏សប្បាយចិត្តដែរយើងក៏មានតំណែងក្នុងការនិយាយភាសាតាក់ទងមួយម្ចាស់កាដូដែរ អូខេហ្នឹងជាចំណុចខ្លះៗដែលធ្វើឲ្យយើងមានការប្រស័យតាក់ទងគ្នាល្អ រួមទៅពិបាកទៅពេលដំបូងឯងព្រោះមនុស្សយើងនៅក្នុងការនិយាយដំបូងគឺពិបាកមែនតើប៉ុន្តែដល់ពេលយើងបាននិយាយសន្ទនាមួយគ្នាហើយយើងដឹងពីគ្នាទៅវិញទៅមកហើយអញ្ចឹងក៏យើងអាចនឹងមានការនិយាយច្រើនជាមួយគ្នាដែរ ចង់និយាយតែពេលខ្លះយើងខ្មាស់អៀនក្នុងការនិយាយយើងអាចគិតថាអ្នកដែលយើងនិយាយមួយឬក៏អ្នកដែលទាំងអស់គ្នាហ្នឹងគឺជាធម្មជាតិបើសិនជាយើងជាមនុស្សដែលស្រឡាញ់ធម្មជាតិណាអញ្ចឹងធ្វើឲ្យយើងលែងមានភាពភ័យខ្លាចនៅក្នុងការនិយាយឬក៏ពេលគេស្រឡឹងមកមើលយើងដែរ ពេលខ្លះមែនតាពេលដែលស្រឡឹងចំមុខពេកទៅដូចថាអាចខន្តិចហ្នឹងនិយាយអត់ចេញហ្មង ហ្នឹងហើយអញ្ចឹងយើងអាចគិតថាអ្នកទាំងអស់គ្នាគ្រាន់ជាធម្មជាតិទេយើងគ្រាន់តែចង់និយាយឬក៏ប្រាប់នៅអ្វីដែលយើងចង់និយាយ អាហ្នឹងក៏ជាកលឹះមួយដែរអរគុណមែនតើដែលកែប្រាប់ចំណុចហ្នឹងវាល្អមែនតើហ្មងណា